ថ្ងៃនេះតាបបរកង្កែបរបស់យើងនឹងប្រាប់ពីវិធីក្នុងការបំពងកង្កែបខ្ទឹមសធ្វើម៉េចឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយស្រួយបានយូរវាមានកង្កែបស្រស់ៗហាន់ដុំៗចំនួន2ខាំកន្លះកង្កែបស្រស់ៗនៅពេលដែលយើងយកមកបំពងគឺវាស្រួយនៅខាងក្រៅហើយក្នុងសាច់ទន់ល្អហើយនឹងមានរសជាតិផ្អែមជាមួយនឹងខ្ទឹមសហាន់ស្ដើងៗបែបនេះតាមចំណង់ចំណូលចិត្តរបស់បងប្អូនបន្តមកទៀតយើងធ្វើការដាក់ខ្ទះក្តៅសម្យើងធ្វើការចាក់ខ្លាញ់ចូលឥឡូវនេះដល់វគ្គដែលយើងលាយម្សៅបំពងជាមួយនឹងកង្កែបរបស់យើងហើយក្រៅពីម្សៅបំពងយើងក៏មានលាយគ្រឿងពិសេសរបស់យើងផងដែរហើយនេះគឺមិនមែនជាម្សៅស៊ុបធម្មតានោះទេគឺយើងមានលាយគ្រឿងនៅក្នុងនឹងស្រាប់អញ្ចឹងបន្ទាប់ពីខ្ទះក៏ដូចជាខ្លាញ់របស់យើងបានក្តៅល្មមហើយយើងធ្វើការដាក់ដុំកង្កែបនឹងម្ដងដើម្បីកុំឲ្យវាជាប់គ្នាត្រង់ចំណុចនេះគឺយើងធ្វើការបំពងតែលើសាច់កង្កែបតែប៉ុណ្ណោះគឺយើងអត់ទាន់ដាក់ខ្ទឹមសចូលណាបងប្អូនខ្ទឹមសគឺយើងនឹងធ្វើការដាក់នៅពេលដែលកង្កែបរបស់យើងឃើញថាឆ្អិនឬក៏ដូចវាឡើងក្រហមបាន90%ទើបយើងធ្វើការលាយគ្រឿងជាមួយនឹងខ្ទឹមសហើយដាក់ចូលជាមួយគ្នាហើយនេះគឺជាចំណុចពិសេសដែលធ្វើឲ្យកង្កែបក៏ដូចជាខ្ទឹមសរបស់យើងស្រួយបានយូរគឺនៅពេលដែលយើងបំពងឆ្អិនបានប្រហែលជា90%នឹងហើយបងប្អូនធ្វើការស្រង់វាទុកចោលប្រហែលជា30វិនាទីទើបយើងធ្វើការបំពងវាម្ដងទៀតរហូតដល់តែឆ្អិននោះអ្នកទាំងអស់គ្នានឹងទទួលបានកង្កែបបំពងខ្ទឹមសដែលមានរសជាតិឈ្ងុយឆ្ងាញ់និងស្រួយអញ្ចឹងចង់ចេះធ្វើម្ហូបអីទៀតពីតែបបរកង្កែបកុំភ្លេចខមមិនក្រោមវីដេអូនេះទាំងអស់គ្នា